ចាកូនខ្ញុំមាន3នាក់ដែលរៀននៅសាលាប៉ាម៉ាអន្តរជាតិកូនច្បងរៀននៅថ្នាក់វិទ្យាល័យចំណែកកូនទី2រៀននៅថ្នាក់បឋមហើយកូនបើហ្នឹងគឺរៀននៅថ្នាក់មត្តេយ្យហ្នឹងអាយុ2ឆ្នាំជាង73ឆ្នាំចាកូនខ្ញុំរៀនទាំងជាតិហើយអន្តរជាតិបើភាពខុសគ្នារវាងពីមុនហើយឥឡូវហ្នឹងទី1កូនខ្ញុំគាត់ភាសាអង់គ្លេសគាត់ហ្នឹងមានន័យថាគាត់មានការរីកចម្រើនជាងមុនសម្រាប់អត្តចរិតរបស់គាត់វិញគឺគាត់ចាស់ទុំជាងមុនចាបើយើងគិតវិទ្យាសាស្ត្រគាត់រៀនពីមុនហ្នឹងគឺគាត់មានការធ្វើប្រហែលច្រើនហើយគាត់មករៀនសាលាប៉ាម៉ាអន្តរជាតិហ្នឹងគឺគាត់មានវិន័យខ្ញុំឃើញថាសាលាហ្នឹងគឺគាត់មានវិន័យហើយពេលដែលមានបញ្ហាគឺគាត់តាក់ទងទៅអាណាព្យាបាលគឺដោះស្រាយបញ្ហាភ្លាមចាសម្រាប់ការប្រកួតផ្សេងគឺសាលាប៉ាម៉ាគាត់មានកម្មវិធីច្រើនប្រកួតផ្សេងហ្នឹងគឺកម្មវិធីថ្នាក់ជាតិហ្នឹងគឺមានជាបន្តកាលណាមានកម្មវិធីផ្សេងជាបន្តហ្នឹងគឺឲ្យគាត់ហ្នឹងមានការប្រាក់ខំរៀនពេលដែលគាត់មានប្រឡងគឺគាត់ដឹងខំរៀនអញ្ចឹងគឺអត់ដាច់ទេតាំងពីខាងក្រៅសាលាតាំងពីក្នុងសាលាគឺមានជាបន្តរហូតតើតោងជាមួយនឹងការប្រកួតហ្នឹងគឺគាត់ធ្លាប់បានទទួលមេដាយមាសមេដាយប្រាក់មេដាយសម្រាប់តាមនឹងហើយនៅក្នុងសាលាក៏ដូចគ្នាដែរគាត់មានប្រកួតនិយាយជាសាធារណៈគាត់ធ្លាប់ប្រកួតជាកំណាព្យធ្លាប់ប្រកួតកម្មវិធីច្រើនអញ្ចឹងគាត់ធ្លាប់បានទទួលមេដាយតើតោងជាមួយនឹងកម្មវិធីផ្សេងមានកម្មវិធីហែលទឹកគឺបងចង់ឲ្យគាត់រៀនហែលទឹកទី1ឲ្យគាត់ថារាងកាយគាត់មាំមួនហើយគាត់អាចការពារខ្លួនគាត់ពីគ្រោះថ្នាក់ចាអញ្ចឹងគ្រប់កម្មវិធីរបស់សាលាប៉ាម៉ាគឺបងឲ្យកូនបងរៀនទាំងអស់តាំងពីហែលទឹកតាំងពីនៅឃ្លាំងលើឥឡូវមកដល់នេះក៏ឲ្យរៀនទាំង2ទាំង3នាក់តូចនៅអីអត់ឲ្យរៀនទេតាក់ទងជាមួយនឹងការប្រើប្រាស់ភាសាអង់គ្លេសកូនខ្ញុំគឺបងគឺគាត់អាចនិយាយបានគាត់អាចទំនាក់ទំនងបានគាត់មានការរីកចម្រើនច្រើនចាហើយសម្រាប់កូនទី2ការប្រើប្រាស់ភាសាអង់គ្លេសរបស់គាត់ហ្នឹងបើពីមុនគឺគាត់អត់ចេះសោះហ្មងតែឥឡូវគាត់អានបានគាត់យល់បានច្រើនចាសម្រាប់សាលាទី1បើសិនជាកូនយើងរៀនយឺតគាត់មានជាបំពន់ហើយចំណុចសំខាន់របស់សាលាដែលខ្ញុំយល់ថាចាញ់នេះពីចិត្តខ្ញុំហ្នឹងទី1ចំណុចសំខាន់គឺពេលដែលកូនយើងមានបញ្ហាគឺសាលាតាក់ទងទៅភ្លាមហើយឧទាហរណ៍ថាពេលដែលថាកូនយើងរៀនធ្លាក់មុខវិជ្ជាណាមួយអញ្ចឹងយើងសុំតំណែងមកសាលាដើម្បីជួបគ្រូគឺសាលាក៏ចាត់ឲ្យយើងជួបគ្រូដើម្បីដោះស្រាយបញ្ហាភ្លាមអញ្ចឹងកុំឲ្យថាកូនយើងធ្លាក់ហើយខែក្រោយបន្តនៅធ្លាក់ទៀតយើងដោះស្រាយបញ្ហាភ្លាមមានបញ្ហានៅសាលាគឺគ្រូក៏ទេទៅភ្លាមហៅយើងមកជួបយើងជាម្ដាយក៏យើងត្រូវសហការមួយសាលាដូចគ្នាបើសម្រាប់ខ្ញុំបើកាលណាកូនមានកិច្ចការច្រើនកូនមានការងារផ្ទះច្រើនគឺខ្ញុំសប្បាយចិត្តតែកូនគាត់ល្អមែនគាត់ថាហត់សម្ពាធតែយើងជាអាណាព្យាបាលត្រូវបញ្យល់គាត់ឲ្យយល់ថានឹងវាពេលដែលយើងអនុវត្តវារហងៃធ្វើវារហងៃទៅសមត្ថភាពគាត់ក៏អាចកើនជាងមុនដែរ